ស្វាគមន៍ប្រិយមិត្តទាំងអស់គ្នាសម្រាប់ការវិលត្រឡប់មកវិញជាមួយនឹងវីដេអូថ្មីអញ្ចឹងថ្ងៃនេះគឺយើងមកបន្តជាមួយនឹងសាច់រឿងមួយបន្ថែមទៀតនៅក្នុង Manga Chapter ទី1142ហើយតាក់ទងជាមួយនឹង Chapter ហ្នឹងគឺជា Chapter មួយដែលធ្វើឲ្យស្ថានភាពនៅឯ EBA ហ្នឹងគឺកាន់តែវឹកវរហើយមិនមែនតាក់ទងជាមួយនឹង Chapter ហ្នឹងខ្ញុំចង់ភ្លេចសាច់រឿងអស់ព្រោះដោយសារតែទៅសេសាច់រឿងហ្នឹងតាំងពីខ្ទង់ផែជាមួយអាទិត្យមុនហើយឥឡូវទើបតែទនេដៃរបស់ខ្ញុំចាប់ដើម record ជាមួយនឹង Chapter ហ្នឹងបន្តអញ្ចឹងតោះកុំឲ្យបងប្អូននេះចាំយូរទៅជាមួយនឹងវីដេអូរបស់យើងទាំងអស់គ្នាបន្តពីវគ្គមុនបន្ទាប់ពីLokiគាត់បានខកឈរមកសាច់រឿងរបស់យើងក៏បានកាត់ទៅសាលាវ៉ារុសដែលស្ថិតនៅឯ Sun Level ហ្នឹងហើយយើងបានឃើញថាមានជាមួយនឹងសត្វពស់យក្សឬក៏សត្វអាសិរពិសមួយដែលឲ្យឈ្មោះថា Jormungandr ហ្នឹងគឺបានបង្ហាញខ្លួននៅឯ Sun Level ហ្នឹងហើយបន្តមកទៀតនេះយើងបានឃើញជាមួយនឹងគ្រូ3នាក់ដែលពួកគាត់កំពុងតែឆោឡោក្នុងការវិធីទៅជួយកូនសិស្សហើយតាក់ទងជាមួយនឹងគ្រូទាំង3នាក់ហ្នឹងគឺមានឈ្មោះថា Mr. Blade គឺជាគ្រូគណិត Task ដែលជាលោកនាយកហើយនិង Miss X ដែលជាគ្រូភាសាដែលគាត់ព្រៀនទៅលើភាសា Librarian ខ្ញុំនឹងថាភាសាទេប្រហែលជាភាសាបុរាណរបស់ដែលនៅ EBA ក៏មិនដឹងបន្ទាប់មកទៀតពស់យក្សហ្នឹងក៏ត្រូវបាន Task ដែលជានាយកសាលាក៏ដូចជាអតីតសមាជិកនៅក្នុង Giant Pirate គឺគាត់បានប្រើអាញួរវាទៅលើពស់មួយហ្នឹងដោយក្បាច់ X-Slam ឲ្យផុងចុះទៅក្រោមហើយគណៈពេលដែលពស់ហ្នឹងផុងចុះទៅក្រោម Soul ក៏បានធ្វើដំណើរមកដល់ដូចគ្នាដោយពេលហ្នឹងយើងបានឃើញថា Soul ក៏បានស្របដៃរបស់គាត់ហ្នឹងទៅជាមួយនឹង Amen Haki ដើម្បីធ្វើការ knock out ទៅលើអាពស់យក្ស Jormungandr ថៅបោយហ្នឹងដោយក្បាច់មួយដែលមានឈ្មោះថា Midterm បន្ទាប់ពីថាជាមួយនឹង Soul គាត់បានធ្វើការ knock out ទៅលើអាពស់យក្សហ្នឹងហើយយើងបានឃើញថា Chopper ជាមួយនឹង Robin ក៏គាត់កំពុងតែស្ថិតនៅលើស្មា Soul ដូចគ្នាហើយពួកគេកំពុងតែឆ្ងល់ថាហេតុអីបានជាសត្វពស់យក្សមួយហ្នឹងមាននៅលើ Sun Level បានព្រោះដោយសារតែជាធម្មតាសត្វកាច់សាហាវឬក៏អាសត្វយក្សទាំងអស់ហ្នឹងគឺវាតែងតែមាននៅឯ Hell Level ទេ Level តែនិយាយគ្នាពួកកូនចែមផ្សេងទៀតក៏បានរកឃើញជាមួយ Mr. Wu ដែលជាគ្រូកីឡាហើយគាត់គឺកំពុងតែត្រូវលបួសយ៉ាងថ្នមមែនទែនហើយនៅក្នុងនោះផងដែរយើងបានឃើញថាកូនយក្សជាច្រើនបានដើរក្នុងដំណើរលងលក់ឆ្ពោះទៅកាន់មាត់សមុទ្រហើយគ្រាន់តែឃើញអញ្ចឹងភ្លាម Soul ក៏បានស្ទុះធ្វើដំណើរដើម្បីទៅខាត់ពួកគេក៏ប៉ុន្តែគ្រាន់តែ Soul គាត់ធ្វើដំណើររៀបនឹងចាក់ចេញទៅហ្នឹង Mr. Wu គាត់ក៏បានហាមទៅកាន់ Soul ថាដាច់ខាតកុំប៉ះពួកក្មេងៗទាំងនោះឲ្យសោះអញ្ចឹងចំណុចកន្លែងហ្នឹងជាចំណុចមួយដែលធ្វើឲ្យយើងមានការងឿឆ្ងល់មែនតើថាហេតុអីបានជា Mr. Wu ប្រាប់ទៅកាន់ Soul ថាកុំប៉ះក្មេងៗទាំងអស់ហ្នឹងហើយបើសិនជាយើងកលេចទៅកាន់ Mr. Task ដែលជានាយកសាលាវិញគាត់បានប្រាប់ទៅកាន់ Blade ដែលជាគ្រូគណិតហ្នឹងឲ្យផ្លុំជាមួយនឹងត្រាយប្រកាសអាសន្នទូទាំងប្រទេស EBA ទៅព្រោះដោយសារតែសភាពការហ្នឹងគឺកាន់តែមិនស្រួលហើយណាមួយសត្វកាច់សាហាវជាច្រើនក៏បានលេចឡើងជាបន្តបន្ទាប់នៅឯ Sun Level កាត់ទៅខាង Loki នោះវិញយើងបានឃើញថា Loki បន្តជាប់ចង្វាក់នៅជើងខាងឆ្វេងរបស់គាត់ហើយគាត់ក៏បាននិយាយទៅកាន់ពពួក Luffy ថាពួកឯងគិតថា Sea Stone មួយចំហៀងហ្នឹងអាចទប់ស្កាត់ថាអំពើពុតយើងបានមែនវាជារឿងដែលល្ងងខ្លៅបំផុតសម្រាប់ពួកឯងបើសិនជាពួកឯងចង់ជួយសង្គ្រោះ EBA មែនណាពួកឯងឆាប់ដោះចង្វាក់ចេញពីជើងឆ្វេងហ្នឹងទៅហើយពួកឯងនឹងបានដឹងថាយើងប្រើការបានឬមិនបានទោះបីជាសភាពរបស់យើងកំពុងតែត្រូវលបួសយ៉ាងតំណំក៏ដោយនិយាយចប់ Loki បានលើកអាញូគាត់ឡើងហើយពេលនឹងដែរ Senji គាត់បានលន់មាត់ថាពីផងធ្វើស្អីហ្នឹងបន្ទាប់មកទៀត Luffy បានស្រែកខាត់ Loki ក៏ប៉ុន្តែ Loki មិនស្ដាប់អ្វីទាំងអស់ព្រមទាំងនិយាយថាបើសិនបើយើងនៅតែបន្តវាបែបហ្នឹងទៀតណាវានឹងបង្កឲ្យមានភ្លើងឆេះឆាប់រាលដាលចាក់ជាមិនខានទេហើយពួកឯងច្បាស់ជាដឹងថាចំណុចខ្សោយនៃ EBA គឺជាអ្វីហើយយើងក៏អាចនាំឲ្យពួកឯងវិនាសបានដូចគ្នានៅក្នុងពេលហ្នឹងយើងបានឃើញថា Loki គាត់បានយកអាញូរបស់គាត់វាទៅលើដើមឈើអាដាមដែលបង្កឲ្យមានរន្ទះបាញ់មកលើ EBA ហើយក៏បង្កើតឲ្យមានជាមួយនឹងភ្លើងឆាបចេះជាខ្លាំងកលេចទៅក្នុងភូមិនោះវិញយើងបានឃើញថាមនុស្សគ្រប់គ្នាបានចាប់ដើមឆោឡោបន្ទាប់ពីបានឮសំឡេងត្រាយប្រកាសអាសន្ននិងបន្ទាប់ពីពួកគេបានឃើញជាមួយនឹងភ្លើងឆេះឆាបនៅលើដែនដី EBA ហើយបន្ទាប់មកទៀតអ្នកគ្រូ H ដែលជាគ្រូភាសាហ្នឹងគាត់ក៏បាននិយាយប្រាប់ទៅកាន់ Task និង Soul ថាគាត់បានដឹងថាសត្វចម្លែកទាំងអស់ហ្នឹងវាមកពីណាកាលពីដើមថ្ងៃហ្នឹងខ្ញុំបានឲ្យកូនសិស្សទាំងអស់គូភាពភ័យខ្លាចរបស់ពួកគេហ្នឹងនៅលើกระดาษហើយនៅក្នុងហ្នឹងរបស់ទាំងអស់ហ្នឹងមានដូចជា Nika ដែលជា God of Destruction ដែលជាព្រះនៃការបំផ្លិចបំផ្លាញអាហ្នឹងវាគឺជា perspective ក៏ដូចជាផ្នែកមួយដែលកូនសិស្សគាត់បានមើលឃើញពី Nika ហើយបន្តមកទៀតយើងបានឃើញជាមួយនឹង Loki, Fenrir, Ghost, The Undead, Dracula ដែលរឿងរបស់វានឹងវាស្តៀងទៅជាមួយនឹង Broke ក៏ប៉ុន្តែលក្ខណៈថាជា Demon ជាបិសាចហើយយើងបានឃើញជាមួយនឹង Storm គឺព្យុះ
Nick Hodger ដែលជានាគអន្ទះ Jormungandr ដែលជាអាសត្វពស់យក្សមួយដែលត្រូវបានកម្ចាត់ដោយសូលនឹងថាហើយជាចុងក្រោយគឺមានក្មេងម្នាក់គាត់បាននិយាយថាភាពភ័យខ្លាចរបស់គាត់ហ្នឹងគឺជាម្ដាយរបស់គាត់អញ្ចឹងបើសិនជាយើងសរុបមកភាពភ័យខ្លាចដែលក្មេងៗគាត់បានរៀបរាប់ហ្នឹងគឺមានចំនួន9ក៏ប៉ុន្តែបើសិនជាយើងយកអំពីភាពភ័យខ្លាចពិតប្រាកដដែលត្រូវបានជប់ឲ្យខ្លាចជាការពិតគឺមានចំនួនរហូតទៅដល់13ខណៈដែលមួយគឺជា Jormungandr ដែលត្រូវបានកម្ចាត់ដោយសូលដូចជា Task ហើយភាពភ័យខ្លាចទាំង12ផ្សេងទៀតគឺត្រូវបានអូដាកត់គូនក្នុងទំព័រមួយដែលយើងមើលមកគឺពិតជា creepy មែនទែនហើយបច្ចុប្បន្នពួកវាកំពុងតែស្ថិតនៅឯ Sunnyvale ហើយវាក៏ជារឿងរ៉ាវមួយដែលធ្វើឲ្យ Soul ក៏ដូចជា Task ក៏ដូចជា Chopper ក៏ដូចជា Nico Robin នឹងមានការស្រឡាំងកាំងមែនទែនហើយរឿងរ៉ាវទាំងអស់ហ្នឹងគឺពិតជាធ្វើឲ្យខ្ញុំគិតទៅដល់ Chopper មែនទែនថាបើសិនជាសត្វទាំងអស់ហ្នឹងគាត់ធ្វើការ attack ទៅលើ Chopper តែ Chopper នឹងធ្វើការរត់ដូចម្ដេចក៏ដូចជាវាយទៅលើអាសត្វទាំងអស់ហ្នឹងបានដោយរបៀបណាហើយខណៈដែលនៅឯចុង chapter វិញយើងបានឃើញថា Grillingham គាត់បានភ្ញាក់ពីដំណេកហើយគាត់ក៏បាននិយាយជាមួយនឹងពាក្យមកឃ្លាថាពេលវេលាកំណត់គឺត្រឹមពេលដែលក្មេងៗដើរទៅដល់សំពៅតែឯងគិតថាពួកឯងអាចមកយកជាមួយនឹងក្មេងៗទាំងអស់ហ្នឹងទៅវិញបានអត់អញ្ចឹងកន្លែងហ្នឹងហាក់បីដូចជា Grillingham គាត់ជាអ្នកសណ្ដំឲ្យក្មេងៗទាំងអស់ហ្នឹងគាត់លងលក់ហើយគណៈដែល Ganko គាត់គឺជាមនុស្សម្នាក់ដែលបានប្រើប្រាស់ធម៌ពលដើម្បី give direction ដូចជាឲ្យទិសដៅទៅដល់ក្មេងៗទាំងអស់ហ្នឹងដែលធ្វើដំណើរតាមអ្វីដែលគាត់បានបញ្ជាហើយបើសិនជាយើងកលេចទៅមើលតា Summer វិញគាត់បានសើចហើយគាត់បាននិយាយថាការស្គាល់នៅក្តីស្រឡាញ់គឺជាការធ្វើឲ្យយើងឈឺចាប់បើសិនជាបកប្រែស្រួលយល់បានន័យថាក្តីស្រឡាញ់គឺជាការឈឺចាប់ហើយបន្តមកទៀត Summer គាត់ក៏បានសួរទៅកាន់ Ganko ថានិយាយមើល Ganko តើឯងខ្លាចជាងគេហើយគណៈពេលនោះផងដែរ Ganko គាត់ក៏បាននិយាយថា Nika អញ្ចឹងវាក៏ជារឿងរ៉ាវមួយដែលធ្វើឲ្យយើងអាចដឹងបានថាសមត្ថភាពរបស់ក្រុម Holding ទាំង3នាក់ហ្នឹងគឺពួកគាត់អាចធ្វើការជប់ឲ្យអាភាពភ័យខ្លាចរបស់មនុស្សគ្រប់គ្នាហ្នឹងឲ្យខ្លាចជាការពិតបានហើយតាក់ទងជាមួយនឹងការជប់ភាពភ័យខ្លាចឲ្យខ្លាចជាការពិតក៏ដូចជាខ្លាចជា reality ហ្នឹងខ្ញុំគិតថាវាអាចអាស្រ័យទៅលើការសម័យរបស់មនុស្សម្នាក់ហ្នឹងព្រោះតែសារយើងបានដឹងឯថារូបភាពខ្លះឬក៏ភាពភ័យខ្លាចខ្លះដែលវាបានចេញមកហ្នឹងរូបភាពវាមិនសូវលយមើលដូចជា cartoon ចេះព្រោះដោយសារតែអាភាពភ័យខ្លាចក៏ដូចជាការសម័យទាំងអស់ហ្នឹងវាគឺជាការគូរបស់កូនចៅអិនវាជាការគូរបស់កូនក្មេងអញ្ចឹងបើសិនជាមនុស្សចាស់ដូចជា Ganko អញ្ចឹងបើសិនជាភាពភ័យខ្លាចរបស់គាត់ដែលជា Nika ហ្នឹងបើសិនជាគាត់សម័យថាអូខេ Nika គាត់មានធម៌ពលនេះមានរូបរាងបែបនេះហើយបើសិនជាគាត់គូបានលុយអញ្ចឹងវាក៏អាចខ្លាចជាគ្រោះថ្នាក់មួយដែលធ្វើឲ្យពួក Holy Knight ផ្សេងទៀតគាត់អាចធ្វើការជប់ការភ័យខ្លាចទាំងអស់ហ្នឹងឲ្យខ្លាចជាការពិតបានហើយមួយយ៉ាងវិញទៀតនៅក្នុង chapter នោះផងដែរយើងនៅតែមិនទាន់ confirm បានថាតើការជប់ចេញអាភាពភ័យខ្លាចទាំងអស់ហ្នឹងឲ្យខ្លាចជាការពិតហ្នឹងតើវាជាធម៌ពលរបស់ Grillingham ឬក៏ជាធម៌ពលរបស់តា Summer ទេគ្រាន់តែយើងអាចដឹងបានថា Grillingham គាត់អាចមានសមត្ថភាពមួយដែលអាចធ្វើឲ្យកូនក្មេងទាំងអស់ហ្នឹងវាលក្ខណៈថាដើរក្នុងភាពលងលក់ហើយតាក់ទងជាមួយនឹងតា Summer នោះក៏យើងមិនដឹងដែរក៏ប៉ុន្តែគ្រាន់តែយើងអាចដឹងបានតាមរយៈពាក្យមួយឃ្លាថាក្តីស្រឡាញ់គឺជាការជឿចាប់អញ្ចឹងអាហ្នឹងវាអាចមាន connection អីមួយតាក់ទងទៅធម៌ពលរបស់តា Summer ហើយអ្នកនរគ្នាតាក់ទងជាមួយនឹង chapter ហ្នឹងគឺមានប៉ុណ្្នឹងទេហើយបើសិនជាអ្នកនរគ្នាមានគំនិតយោបល់អីចង់បន្ថែមនៅក្នុងវីដេអូមួយហ្នឹងគឺអាចធ្វើការ comment នៅក្នុងវីដេអូខាងក្រោមដូចគ្នាហើយយើងក៏នឹងចាំជួបគ្នាបន្តទៀតនៅក្នុងវីដេអូក្រោយបាយបាយ